ពីថ្ងៃទី8ខែមីនាខ្ញុំបានទៅចូលរួមនៅក្នុងកម្មវិធី birthday របស់បងប្រុសខ្ញុំចានៅក្នុងហាងតូចមួយកន្លែងកាលពីឆ្នាំ2024ចាគឺកម្មវិធីមង្គលការបងស្រីដល់ពេលឆ្នាំហ្នឹងវិធីខួបកំណើតរបស់បងប្រុសនិយាយទៅក្នុងមួយឆ្នាំមានម្ដងកម្មវិធីទៅនិយាយពីខួបកំណើតនៅពេលដែលយើងស្គាល់មិត្តភ័ក្តិច្រើនខួបកំណើតក៏ច្រើនប៉ុន្តែការអញ្ជើញចូលរួមនៅក្នុងកម្មវិធីញ៉ាំអីជុំគ្នាធ្វើខួបបែបនេះនៅក្នុងហាងគឺកម្រណាស់បងប្អូនកម្រមែនតែនបងប្រុសក៏ធ្វើកម្មវិធីនឹងដែរមិនមែនតែខួបកំណើតរបស់គាត់មកមុខទេបងប្អូនដូចជាការញ៉ាំអាហារលាគ្នាជាមួយនឹងបងដែលគាត់ត្រូវត្រឡប់ទៅខ្មែរវិញបងខ្លះគាត់ទៅខ្មែរដោយកសាងក្រុមគ្រួសាររៀបការចឹងទៅហើយបងខ្លះទៅបង្កើតមុខរបរទៅការរស់ស៊ីនៅស្រុកខ្មែរដែលគាត់អត់ត្រឡប់មកវិញហើយបងខ្លះក៏គាត់ទៅប៉ុន្តែរយៈពេលយូរដែលគាត់ត្រឡប់មកវិញអញ្ចឹងអាហារមួយពេលនេះគឺពោពេញទៅដោយអត្ថន័យបងប្អូនអើយការលាគ្នាការជួបជុំគ្នាសប្បាយតែពេលជួបទេតែពេលបែកអារម្មណ៍ពិបាកទទួលយកមែនតែនពីបានញ៉ាំជុំគ្នាចេះវិញបងប្អូនគឺសប្បាយមែនតែនអារម្មណ៍ដូចញ៉ាំការនៅស្រុកខ្មែរអញ្ចឹងបូករួមនឹងភ្លេងតិចហើយការចូលរួមជាមួយនឹងបងស្រីបងប្រុសប្អូនស្រីអីហ្នឹងគាត់មកទាំងគ្រួសារមានក្មេងតូចមានកូនតូចខ្ជូតទៀតអញ្ចឹងធ្វើឲ្យកម្មវិធីនឹងវារត់ទៅអ៊ូអចិត្តសំបីតែអូនតូចហើយនឹងម៉ាមីក៏ត្រូវទៅលេងខ្មែរមករយៈដែរខ្ជូតខ្លាំងណាស់ហើយចូលរួមនឹងមានណាទេបងប្អូនចាមានចាយខ្ញុំហើយនឹងប្អូនខ្ញុំតែប៉ុណ្្នឹងឯងបងប្អូនគ្មានក្រៅពីនឹងទេមកអត់ដាល់នឹងឯងនិយាយពីប្អូនខ្ញុំបានមកដល់លោកអើយបួងយកព្រោះថ្ងៃដែលទៅនឹងបងប្អូនធ្លាក់ព្រើរងាខ្លាំងណាស់បានទឹកស៊ុបហុតជាតិសាហាវហ្មងចាអគ្គនាយិកាមកក្រោយគេហូបពេញហាងតែម្ដងកម្មវិធីធ្វើថ្ងៃសៅរ៍អញ្ចឹងម្នាក់ធ្វើការចេញមកធ្វើការមុខរៀងជូរព្រោះដោយសារហេវបងប្អូនត្រជាក់ផងឃ្លានផងមកឡើយហើយមុខមិនសូវរីកទេចាំមើលតាបានញ៉ាំអីហើយរីករាយថ្ងៃកំណើតក៏ចប់ថ្ងៃអត់លុយក៏ចាំថ្ងៃគេបោកទៀតរៀងអត់រៀងសូមនិយាយដើមម្ចាស់ខួបបន្តិចបងប្អូនឃើញតែទូទៀបអញ្ចឹងមែនបងប្អូនប៉ុន្តែគាត់មានបេះដូងមានទឹកចិត្តល្អណាស់បងប្អូនអើយការស្រឡាញ់រាប់អានគាត់មកលើចំពោះបងប្អូនគឺអត់មានអីប្រៀបបានទេហើយភាពស្មោះត្រង់របស់គាត់ភាពចិត្តល្អភាពចិត្តទូលាយរបស់គាត់ពេលខ្លះមិត្តភ័ក្តិមួយចំនួនមើលរំលងដោយមិនឲ្យតម្លៃគាត់សោះតែម្ដងបងប្អូនខ្ញុំហើយនឹងគាត់ផ្ដើមចេញពីអ្នកដតីคล้ายជាទំនាក់ទំនងមួយដែលចិត្តស្និទ្ធคล้ายទៅជាបងប្អូនមិនងាយទេបងប្អូនអើយស្គាល់គ្នានៅពេលដែលគ្រាលំបាកនៅពេលដែលគ្រាមួយដែលពួកយើងធ្វើសំណងជាមួយគ្នាគឺរួមសុខរួមទុក្ខគ្នាច្រើនមែនតើចាប់តាំងពីពេលស្គាល់គ្នាជាច្រើនឆ្នាំរហូតមកដល់បច្ចុប្បន្ននេះបងប្អូនគឺនៅតែទំនាក់ទំនងល្អគ្មានថ្ងៃប្រែប្រួលមិនថាខ្ញុំហើយនឹងបងប្អូនដទៃទៀតទេបងប្អូនឲ្យតែថាហាពឹងពាក់គាត់មិនដែលចេះឆ្លើយថាទេឲ្យតែបានជួយសុខចិត្តលំបាកខ្លួនឯងសុខចិត្តអត់ខ្លួនឯងចឹងបានថាបងប្អូនស្រឡាញ់រាប់អានអ្នកណាម្នាក់អត់អាចវាយតម្លៃត្រឹមតែសម្បកក្រៅបានទេហើយខ្ញុំពិតជាសំណាងណាស់បងប្អូនអើយបានស្គាល់គាត់បានស្រឡាញ់រាប់អានគាត់ជាបងជាប្អូនខ្ញុំពិតជាសំណាងមែនសំណាងដែលបានទទួលភាពស្មោះត្រង់ពីគាត់មកលើខ្ញុំនិយាយពីការចូលរួមកម្មវិធីវិញបានជួបបងប្អូនដែលស្រឡាញ់រាប់អានគ្នាខានជួបគ្នាយូរនឹករលឹកគ្នាសួរសុខទុក្ខគ្នាមិនងាយមានឱកាសបែបនេះទេបងប្អូនចាការស្រឡាញ់រាប់អានគ្នាខានជួបគ្នាយូរជួបគ្នារាក់ទាក់ដោយស្នាមញញឹមរាក់ទាក់ដោយក្តីស្រឡាញ់នឹករលឹកសួរសុខទុក្ខគ្នាតែប៉ុណ្ណឹងក្តីសុខជាសុជីវធម៌ខ្មែរជាសិលធម៌ល្អខ្លាំងមែនតែនបងប្អូនហើយបងអូយជួបបងប្អូនសប្បាយខ្លាំងណាស់នៅក្នុងកម្មវិធីហ្នឹងហើយបងម្ចាស់ខួបគាត់អញ្ជើញភ្ញៀវសិតតែអ្នកចិត្តស្និទ្ធគាត់ហើយនឹងមិត្តភ័ក្តិក្បែរផ្ទះនឹងឯងបងប្អូនងាយស្រួលការធ្វើដំណើរអីអញ្ចឹងទៅហើយមើលទឹកមុខចាដឹកទឹកមុខពេលបានមកកំប៉ុងហើយរៀងពើតមិនសប្បាយមិនបងប្អូនបើសិនតែគ្នាឯងខានជួបគ្នាយូរថាមិនងាយមានឱកាសទេសប្បាយខ្លាំងណាស់បានជួបយូរម្ដងចេះបងប្អូនអើយហើយក៏បានជួបបងបែកគ្នាតាំងពីសតវត្សណាមកជួបជុំនៅក្នុងកម្មវិធីនឹងដែរសឹងតែភ្ញាក់ផ្អើលមែនទែនចង់ភ្លេចមុខហើយហ្នឹងចានេះប្អូនខ្ញុំបានឆ្អែតបាននេះហើយរៀងអើយសប្បាយខ្លាំងណាស់ពីចាយខ្ញុំដូចតេលេបជាអញ្ចឹងចាយសែតមួយអូនផឹកស្រាដើម្បីបំភ្លេចបងអូនផឹកស្រាដើម្បីឲ្យគេងលក់
ផឹកស្រវឹងរត់កណ្ដោយកណ្ដែងយំម្នាក់ឯងយំដូចជាមនុស្សឈួតមនុស្សអាក្រក់មកវិលវិញបានទេកុំព្រោះគេថារំចែកចែកចែកថាស្តែងចែកចែកចែកថាគូនចែកចែកចែកថាមុខចែកចាំណាចែក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 គេតយចែកចែកចែកធ្វើដៃចែកម្នាក់បំពេញតួនាទីការងាររៀងខ្លួនម្ល៉េះហើយកម្របានជួបគ្នានៅពេលដែលជួបគ្នាម្ដងលេងសើចសប្បាយអត់ចេះប្រកាន់ទេបងប្អូនអើយហើយកុំឆ្ងល់ថាហេតុអីបានរូបខ្ញុំចេញមកមាត់ដូចគូតមន់បងប្អូនអ្នកប្រមាញ់មិនអត់ប្រមាញ់មិនបើលេងសើចសប្បាយយ៉ាងហ្នឹងបងប្អូនអើយហើយកម្មវិធីបន្ទាប់ពីយើងញ៉ាំអីរួចរាល់ហើយនាងយប់ជ្រៅក៏ម្ចាស់ខួបហ្នឹងមិត្តភ័ក្តិរបស់គាត់ក៏សប្រៃខួបដល់ទៅ2បងប្អូនខួបដល់2នំខេកដល់ទៅ2ចាហើយក៏ក្នុងថ្ងៃវិធី birthday របស់បងប្អូនក៏ដូចជាខ្ញុំសូមជូនពរឲ្យបងមានសុខភាពល្អសូមឲ្យបងទៅណាមកណាជួបតែមនុស្សល្អជោគជ័យគ្រប់ភារកិច្ចការងារហើយជាពិសេសជូនពរឲ្យបងជោគជ័យក្នុងរឿងជីវិតគូ Happy birthday to you Happy birthday to you May all your wishes come true Happy birthday to you